ខ្សែយុទ្ធរបស់ក្រុម Manchester United កីឡាករ Josh Hauserky គ្រងនឹងជំរុញឲ្យចាកចេញពី Old Trafford នៅក្នុងទីផ្សារដោះដូរកីឡាករខែមករាខាងមុខនេះបើទោះបីជាលោក Robin Amorim ព្យាយាមរារាំងការផ្លាស់ប្ដូររបស់គាត់ទៅកាន់ក្របខ័ណ្ឌ Serie A ក៏ដោយទោះបីជាមានការរារាំងលើការផ្លាស់ប្ដូររបស់គាត់ក៏ Xerxes ត្រូវបានគេរាយការណ៍ថាបានយល់ព្រមផ្ទេរទៅកាន់ក្លឹបយក្ស Serie A គឺ AS Roma ជំវិញការផ្លាស់ប្ដូរនៅក្នុងខែមករានេះបញ្យងតាមការចេញផ្សាយរបស់ Gazzetta dello Sport របាយការណ៍បន្ថែមថាកីឡាករវ័យ24ឆ្នាំរូបនេះបានពិភាក្សាជាវិជ្ជមានជាមួយប្រធានផ្នែកកីឡារបស់ Roma លោក Ricky Massara និងអ្នកចាត់ការ Gian Piero Gasperini ហើយបន្ទាប់ពីនោះគាត់បានយល់ព្រមដោយផ្ទាល់មាត់ដើម្បីចូលរួមជាមួយក្រុមអ៊ីតាលីលោក Gasperini ក៏បានធានា Xerxes ថាគាត់សមឥតខ្ចោះក្នុងប្រព័ន្ធ 3-4-2-1 របស់គាត់ដែលបានបញ្ចុះបញ្ចូលបន្ថែមលើកីឡាករហូឡង់ដែលកំពុងស្វែងរកការប្រកួតទៀងទាត់មុនការប្រកួតបាល់ទាត់ពិភពលោកឆ្នាំ2026